សម្រាប់បុគ្គលដែលជាតួអង្គពិតជាតួអង្គនៃមហានគរខ្មែរចោះចាប់បដិសន្ធិសជាតិជាច្រើនចំនួនច្រើនជាតិមកគឺមានការសម្គាល់ចេញរូបភាពនៅលើខ្សែបាតដៃប្លែកៗដែលមានអត្តសញ្ញាណជាច្រើនចម្រុះដែលយើងអាចសម្គាល់បាននៅលើខ្សែបាតដៃរបស់ពួកគេគឺមានរូបខ្សែបាតដៃចេញជារូបព្រះកេសនាគឬរូបនាគជាដើមឬអាចឃើញជាស្រមោលនៅលើខ្សែបាតដៃក៏មានដែរជាច្រើនសន្តានទៅតាមលក្ខណៈដែលយើងចេះមើលឬអាចសង្កេតឃើញជាក់ស្ដែងនៅក្នុងបាតដៃនេះគឺយើងឃើញថាបុគ្គលទាំងឡាយដែលគាត់មានសញ្ជាតិជាទេវតាមានសញ្ជាតិជាតួអង្គនាគឬអង្គឋានគឺតែងមានរូបនាគនៅក្នុងបាតដៃដែលជាកម្លាំងឧបនិស្ស័យផលបុណ្យជាមនុស្សនាគមកចាប់បដិសន្ធិផ្ដល់ភាពត្រជាក់ត្រជុំក្សេមក្សាន្តដល់មនុស្សនៅជុំវិញខ្លួននាគគ្រាចតំណាងឲ្យធាតុទឹកតំណាងឲ្យភាពរុងរឿងភាពស្រស់ត្រកាលភាពបត់បែនជាមនុស្សមានប្រាជ្ញាមានការយល់ដឹងការគិតហើយជាមនុស្សដែលចម្បងមានអំណាចរិទ្ធមានបុណ្យចាស់របស់ខ្លួនឯងប៉ុន្តែនាគឬអំបូរនាគតួអង្គជាមនុស្សមានភាពក្លាហានពីខាងក្នុងជាមនុស្សមានភាពវៃឆ្លាតជាមនុស្សរហ័សរហួនហើយជាមនុស្សដែលអាចជួយដល់បារមីខាងក្នុង